Bác nhóm mắt xôm chùm riêng xu bọc mày mình từng ở khné và nó khănថ្ងៃនេះគឺថ្ងៃទី15បាទក្នុងថ្ងៃទី15នេះផងដែរពុកម៉ែមីងខ្ញុំបានមានសបិនមួយចែកជូនទៅកាន់ពុកម៉ែមីងទាំងអស់គ្នាបាទនៅក្នុងសបិនរបស់ខ្ញុំនេះគឺសបិនថាខ្ញុំលក់ឡានពុកម៉ែមីងក៏ប៉ុន្តែមិនមែនជាឡានដែលខ្ញុំជិះសប្ងៃហ្នឹងទេថាខ្ញុំមានឡាន2គ្រឿងអញ្ចឹងណាបាទគ្រឿងនោះគឺជាឡាន Lexus AX 300ហ្នឹងប៉ុន្តែ AX 300ហ្នឹងលក់បាត់ហើយពុកម៉ែមីងបាទហ្នឹងហើយមួយគ្រឿងទៀតនោះឡានគ្រាន់ឡានដែលខ្ញុំស្រឡាញ់ក៏ប៉ុន្តែខ្ញុំអត់ទាន់មានវាទេបាទឡានហ្នឹងគឺ Mercedes C 300បាទអញ្ចឹងគឺខ្ញុំលក់អា C 300ហ្នឹងបាទហើយអត់ដឹងផ្លាកលេខទេបាទអត់បានឃើញផ្លាកលេខទេហើយលក់ឲ្យថលសុពីតិហ្នឹងពុកម៉ែមីងតារាចម្រៀងទៀតហ្នឹងបាទហើយពេលលក់ហ្នឹងខ្ញុំនិយាយថាឡានហ្នឹងខ្ញុំមិនទាន់បានជិះទេព្រោះកុំអីត្រូវយកទៅសៀមរាបប៉ុន្តែដោយសារតែអាឡានAX Lexus AX 300នោះវានៅខាងក្រៅខ្ញុំក៏ជិះអានោះទៅត្មងទៅខ្ញុំថាខ្ញុំទៅមកដល់មិញហ្នឹងម៉ោង7កន្លះប្រាប់អញ្ចឹងណាបាទខ្ញុំទៅហើយមកវិញម៉ោង7កន្លះមកដល់ពេលទៅបាទគេក៏រៀបចំយកទៅខ្ញុំក៏ជិះម៉ូតូជាមួយប៉ាខ្ញុំចេញមកបាទជិះម៉ូតូចេញមកមួយប៉ាខ្ញុំសួរមិនឡានចំណេញអត់អីអត់អញ្ចឹងណាគាត់ថាចំណេញតាដល់ពេលទៅគាត់ថាចូលទិញពេញមួយសុទ្ធកន្លះលីត្រសិនបាទអញ្ចឹងអ្នកលក់ក៏គេចាក់ចូលដំបូងគេចាក់ចូលក្នុងកែវគេបាទចាក់ចូលក្នុងកែវគេយកដៃគេទៅវាស់គេយកដៃនិយាយមហាត់ណាពុកម៉ែមីងបាទយកដៃមហាត់វាយមហាត់ហ្នឹងយកទៅមកបាទយកទៅជ្រលក់ចូលក្នុងកែវហ្នឹងកពុកខ្លះអីខ្លះចឹងទៅបន្ទាប់មកក៏គេចាក់ចូលក្នុងដបទឹកសុទ្ធឲ្យយើងមកបាទហើយដូចជាអត់បានឃើញតម្លៃទេពុកម៉ែមីងអត់បានឃើញឲ្យលុយអីគ្នាទេគាត់តែដឹងថាយើងទិញមួយសុទ្ធពេញមួយសុទ្ធដាក់ក្នុងដបទឹកសុទ្ធអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងសម្រាប់សបិនរបស់ខ្ញុំគឺមានប៉ុណ្្នឹងឯងចែកជូនទៅកាន់ពុកម៉ែមីងបាទជូនពរពុកម៉ែមីងហេងទាំងអស់គ្នា